ผลิตภัณฑ์สดกินนะและระบบสกัดผลิตสด PPM ในปฏิกรรมเชี่ยบานประรุคูบเลิกตี54 ชนะบ่าให้ระบบล้วนโดยมีการเชิญชวนร่วมเชียร์ทัพใดเพียบระบบไอรอนอุปนิยมรัฐมนตรีประจำการไอรอนเกียรติชนบ่าไตตะรัฐมนตรีกระทรวงเศรษฐกิจនិងហិរញ្ញវត្ថុបាទលោកអសតបណ្ឌិតហៃលីអៀងដែលជាប្រធានអគ្គនាយកសហគ្រាសផលិតសព PPM បាទបានមានប្រសាសន៍នៅក្នុងឱកាសប្រពៃពិធីខួបលើកទី54 ឆ្នាំរបស់ឱសថគីណាល់ថាជាមួយនឹងកេរ្តិ៍ឈ្មោះរបស់ឱសថកម្ពុជានេះបាទសហគ្រាសផលិតឱសថ PPM បាននាំចេញថ្នាំគីណាល់ជាច្រើនប្រភេទទៅកាន់ទីផ្សារប្រទេសជាង20នៅក្នុងពិភពលោកដែលក្នុងនោះភាគច្រើនជាប្រទេសនៅក្នុងតំបន់អាហ្វ្រិកបាទបន្ទាប់ពីក្រុមហ៊ុនឈ្នះក្នុងការដេញថ្លៃផ្គត់ផ្គង់ជាលក្ខណៈអន្តរជាតិបាទឥឡូវនេះសូមអញ្ជើញតាមដានប្រសាសន៍ផ្ទាល់របស់លោកឱសថបណ្ឌិតហៃលីអៀងបាទសូមអញ្ជើញបានទទួលជោគជ័យមិនគ្រាន់តែ20ប្រទេសនេះទេព្រោះមានប្រទេសផ្សេងទៀតដូចជាប្រទេសអារ៉ាប់ប្រទេសលេងហៅប្រទេសម៉ាហ្ក្រេបហ្នឹងនៅខាងមជ្ឈមបូព៌ាហ្នឹងគឺយើងមានទំនាក់ទំនងហើយខែក្រោយហ្នឹងខ្ញុំមានបេសកកម្មទៅពង្រឹងទីផ្សារនៅប្រទេសទាំងអស់ហ្នឹងហើយនឹងនៅប្រទេសអាស៊ានយើងហ្នឹងក៏យើងមានទំនាក់ទំនងដែរបាទសតបណ្ឌិតហៃលីអៀងបានបន្តទៀតថាជាមួយនឹងគុណភាពនៃឱសថគីណាល់និងការគាំទ្រនៅលើទីផ្សារអន្តរជាតិបានធ្វើទំហំនៃការនាំចេញឱសថរបស់លោកទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងក្នុងរង្វង់ពី30ទៅ35% ជារៀងរាល់ឆ្នាំក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះបាទក្នុងឱកាសប្រារព្ធពិធីលើកទី54 ឆ្នាំនៃឱសថគីណាល់នេះដែលអាដាមឧបនាយករដ្ឋមន្ត្រីប្រចាំការខេត្តឈុនបានមានប្រសាសន៍ថាការរីកចម្រើននៃវិស័យឯកជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងបាទអាដាមឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថាដើម្បីឲ្យជួយជំរុញដល់វិស័យនេះរាជរដ្ឋាភិបាលកម្ពុជាបង្កើតឲ្យមានវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនដោយបង្កើតឲ្យមានក្រុមការងារពាក់ព័ន្ធក្នុងការជួយសម្រួលនិងដោះស្រាយបញ្ហានានាដែលវិស័យឯកជនបានជួបប្រទះបាទហើយសូមបញ្ជាក់ផងដែរថាឱសថគីណាល់គឺជាឱសថដែលបង្កើតឡើងដំបូងគេបង្អស់នៅក្នុងប្រជាណាចក្រកម្ពុជាដោយលោកឱសថបណ្ឌិតកុកសុកលីមបាទកុកសុកលីមនៅឆ្នាំ1000ក្នុងឆ្នាំ1960បាទហើយបច្ចុប្បន្នថ្នាំគីណាល់ត្រូវបានគេផលិតចេញជា15ទម្រង់ដែលចែកចេញជា7ប្រភេទដែលបានលក់ចែកចាយនៅក្នុងឱសថក្នុងប្រជាណាចក្រកម្ពុជាក៏ដូចជាបណ្ដាប្រទេសប្រមាណជាង20ប្រទេសនោះបាទនេះគឺជាមោទនភាពមួយដែរដែលប្រទេសកម្ពុជា